ទាំងអស់គ្នាសូមស្វាគមន៍ការមកកាន់នៅ Channel ថ្មីរបស់ Admin នៅថ្ងៃនេះ Admin ក៏មានខ្សែភាពយន្តថ្មីមួយរឿងទៀតដែរដើម្បីយកមកសម្ដែងដែលខ្សែភាពយន្តមួយនេះក៏មានចំណងជើងថា The Blessing ដែលចង់និយាយពីទំនាក់ទំនងស្នេហាដ៏ romantic រវាងលោកគ្រូពេទ្យសង្ហាជាមួយនឹងនារីដែលជាបុគ្គលិកសង្ហាគារម្នាក់ហើយពួកគេទាំងពីរបានស្គាល់គ្នាដោយសារទទួលស្រីរបស់យើងនាងបានទៅពិនិត្យមើលជំងឺគេងមិនលក់របស់នាងពីដំបូងឡើយខំតែជាអ្នកជំងឺនឹងគ្រូពេទ្យតែប៉ុណ្ណោះប៉ុន្តែពេលវេលាយូរទៅក៏ខ្លាចជាស្នេហាតែម្ដងចង់ដឹងថាតើមុនស្នេហ៍បងពេទ្យតាក់ទងយ៉ាងណានោះតើទស្សនាជាមួយ Admin ទាំងអស់គ្នាចាប់ផ្ដើមនៃសាច់រឿងដំបូងក៏បានបង្ហាញឲ្យឃើញពីតួស្រីរបស់យើងតែម្ដងនាងមានឈ្មោះថាសិនស៊ីហ្វារៀងរាល់យប់នាងតែងតែគេងមិនលក់នោះទេដោយសារតែនាងមានជំងឺគេងមិនលក់ច្រើនខែមកហើយលោកពេលឡើងតួស្រីរបស់យើងនាងក៏បានហាត់យូហ្គាដូចធម្មតាហើយលោកបានគេងលក់អីចឹងណាបន្ទាប់មកតួស្រីរបស់យើងនាងក៏បានញ៉ាំអាហារពេលព្រឹកជាមួយគ្រួសារពេលហ្នឹងម៉ែរបស់នាងគាត់ក៏បានដេញឲ្យនាងនឹងទៅរកពេទ្យក្នុងសង្កាត់ខ្លួនទៅក្រែងពេទ្យមានវិធីព្យាបាលអីចឹងណាមួយពេទ្យនៅទីនោះល្បីថាបកកែព្យាបាលខ្លាំងហើយចាស់ដែលអាសាគេងមិនលក់ហ្នឹងពួកគាត់តែងតែទៅព្យាបាលនៅទីនោះតែតួស្រីក៏តបវិញថាខ្ញុំមិនមែនមនុស្សចាស់នោះទេខ្ញុំនៅក្មេងតាតែរបស់នាងក៏ប្រាប់វិញថាចាស់ក្មេងដូចតែគ្នាហ្នឹងឲ្យតែគេងមិនលក់គឺព្យាបាលបានទាំងអស់តែពេលលើចឹងតួស្រីក៏មិនតបតអីនោះដែរលោកស្គាយចង់បន្តិចនាងក៏បានទៅរកគ្លីនិកមួយហ្នឹងដើម្បីរកគ្រូពេទ្យព្យាបាលជំងឺរបស់នាងពេលដែលចូលមកដល់ភ្លាមតួស្រីក៏បានឃើញថាមានមនុស្សម្នាជាច្រើនកំពុងតែមកព្យាបាលមានទាំងមនុស្សចាស់មនុស្សក្មេងអីចឹងទៅតែភាគច្រើនហ្នឹងគឺមនុស្សចាស់ច្រើនជាងអ្វីដែលសំខាន់នោះគ្លីនិកនៅទីហ្នឹងគឺជាគ្លីនិកសុខបុរាណចិនហើយព្យាបាលតែឆ្នាំចិនបុរាណទៀតផងគ្រាហ្នឹងបុគ្គលិកក៏បានសួរតួស្រីយើងថាតើនាងកំពុងតែចង់ព្យាបាលមែនទេតួស្រីក៏ប្រាប់ថាខ្ញុំមានជំងឺគេងមិនលក់អស់ជាច្រើនខែហើយតែពេលលើចឹងបុគ្គលិកពេទ្យក៏បាននាំតួស្រីរបស់យើងទៅចុះឈ្មោះបន្ទាប់ពីបានក្តារចុះឈ្មោះរួចហើយតួស្រីក៏បានដើររកលោកគ្រូពេទ្យផ្នែកព្យាបាលរបស់នាងជួនពីគ្នានឹងលោកគ្រូពេទ្យក៏បានបើកទ្វារចេញមកជាមួយនឹងអ្នកជំងឺម្នាក់នេះនឹងធ្វើឲ្យបុកត្រូវតួស្រីរបស់យើងទៀតផងព្រោះនាងឥឡូវតែមើលឈ្មោះលើកណ្ដាលមិនបានចាប់អារម្មណ៍ពីបាត់ទ្វារចឹងណាហើយគ្រូពេទ្យសង្ហាម្នាក់ហ្នឹងគឺមានឈ្មោះថាហឺស៊ូយាហើយគេក៏ជាតួឯកត្រង់របស់យើងដូចគ្នាគ្រាន់តែឃើញមុខរបស់ស៊ូយាភ្លាមតួស្រីក៏បានឆាប់ប្រាប់មុខរបស់នាងតែម្ដងដោយនាងបានប្រាប់ថានាងបានជួបគ្រូពេទ្យម្នាក់ផ្នែករបស់គេពិតជាសន្ទុននាងមិនស្នេហ៍ខ្លាំងមែនតែនាងមិនបានឃើញមុខរបស់គេទេដោយសារតែគេពាក់ម៉ែហងចំណែកខាងមុខរបស់តួស្រីយើងវិញនាងក៏បានឲ្យតួស្រីយើងពិនិត្យមើលមកច្បាស់មកតើគ្រូពេទ្យម្នាក់ហ្នឹងសង្ហាតែគ្រាហ្នឹងដែរស៊ូយាហ្នឹងគេក៏បានដើរមកសួរតួស្រីយើងថាតើនាងបានណាត់ជាមួយខ្ញុំមែនទេបន្ទាប់មកស៊ូយាហ្នឹងគេក៏បានពិនិត្យឲ្យតួស្រីរបស់យើងនិងសួរនាងពីអាការៈរបស់នាងតែតួស្រីរបស់យើងនាងក៏តែទីសម្លឹងមើលស៊ូយាពីក្បាលរហូតដល់ចុងសក់ថែមទាំងរត់បន្ទុកឲ្យគេទៀតផងតែហ្នឹងស៊ូយាគេក៏បានពិនិត្យទីសក់ឲ្យតួស្រីរបស់យើងហើយគេក៏ប្រាប់នាងថាបើសិនជានាងចង់គេងឲ្យលក់គឺមិនទៅកាត់អ្វីស្មុគស្មាញនោះទេតែតួស្រីក៏ធ្វើជាឲ្យស៊ូយាហ្នឹងដោះម៉ាំនិយាយជាមួយនាងមកព្រោះនាងស្ដាប់ជាប់លើតែស៊ូយាគេដោះម៉ាំនោះហើយហើយគេក៏និយាយប្រាប់តួស្រីរបស់យើងម្ដងទៀតមិនតែប៉ុណ្ណោះគេក៏បានឲ្យតួស្រីរបស់យើងហ្នឹងសម្លឹងមើលភ្នែករបស់គេទៀតផងក្រោយពីមើលបានមួយសន្ទុះស៊ូយាហ្នឹងក៏រៀបរាប់ពីអាការៈរបស់តួស្រីយើងមូលហេតុដែលធ្វើឲ្យនាងចេះតែគេងឲ្យលក់ឬមកពីយើងមានវិបត្តិផ្លូវចិត្តច្រើនស្មុគស្មាញច្រើនអីចឹងណាដូចជាបើសិនជានាងចង់ឲ្យខ្លួនឯងក្លាប់មកដូចដើមវិញនោះនាងត្រូវតតដូចជាកាហ្វេតែគាត់នឹងរបស់ញ៉ាំមួយចំនួនអីចឹងទៅជាពិសេសនោះត្រូវបោះចោលរឿងដែលគ្មានប្រយោជន៍ចេញពីក្នុងចិត្តផងលើពីនឹងទៀតគេក៏បានសួរតួស្រីយើងថាតើរាល់ថ្ងៃនេះមានអ្វីធ្វើឲ្យយើងមិនសប្បាយចិត្តមែនទេដូចជាការងារឬក៏អ្វីមួយដែលជីវិតរបស់នាងកំពុងតែជួបបានតួស្រីក៏ប្រាប់ថាមួយរយៈនេះខ្ញុំជាប់រវល់ការងារច្រើនពេកក្រៅពីនឹងគ្មានអ្វីនោះទេទោះនិយាយលើចឹងគេក៏មិនដេញដោលអីទៀតទេគេក៏ចេញវេជ្ជបញ្ជាឲ្យនាងក្បាច់ឆ្នាំហើយណាត់ជួបនាងម្ដងទៀតក្រៅពីបានវេជ្ជបញ្ជារួចហើយតួស្រីក៏សុំនាងស៊ូយាតែម្ដងតែពេលហ្នឹងនាងក៏ភ្លេចសង្កេតកដាស់មួយនៅលើតុរបស់ស៊ូយាគេហៅធ្វើឲ្យស៊ូយាហ្នឹងគេក៏បានយកវាមកលេងនាងមកមើលតួស្រីយ៉ាងវិញកំឡុងពេលឈប់បាត់ឆ្នាំមករបស់នាងក៏បានឆាតមកសុំមុខលោកគ្រូពេទ្យតែនាងបានឃើញមុខគេនៅតួស្រីក៏ប្រាប់ថានៅទេតែគ្រាហ្នឹងស៊ូយាគេក៏បានមកប្រាប់តួស្រីយើងថាគ្លីនិករបស់យើងត្រូវបិទនៅម៉ោង5ហើយត្រូវចំណាយពេលរៀបចំឆ្នាំនេះរយៈពេល4ម៉ោងចឹងតាមម៉ោង2រសៀលចាំនាងមកបាច់ឆ្នាំបានអត់តួស្រីនៅចឹងនាងក៏បានយកក្រុមតែនាងក៏ឈប់ផ្លឹកនៅសម្រាប់សង្ហារបស់ស៊ូយាដូចគ្នាពួកគេបានដោះម៉ាំរបស់គេចេញហើយគេពិតជាសង្ហាខ្លាំងមែនតើបន្ទាប់មកតួស្រីរបស់យើងនាងក៏បានត្រឡប់មកផ្ទះសិនតែពេលដើរបណ្ដានាងក៏បានចាត់ត្រៀមតខ្លួនរបស់នាងបណ្ដាការទៅរាល់ថ្ងៃនេះតួស្រីរបស់យើងមិនស្មុគស្មាញទៅនឹងការងារនោះទេនៅមានរឿងស្នេហាចូលមកបុកលុកលីឡំផងដែរគឺរាល់ថ្ងៃមកត្រូវរបស់នាងនឹងចាក់ស្អីយកចិត្តទុកដាក់នឹងនាងទេគេក៏តែពីការងារតែប៉ុណ្ណោះរាល់ពេលដែលគេជួបជាមួយនឹងនាងនឹងគេតែងតែស្ដីបន្តឲ្យនាងតែមើលខាងស៊ូយាវិញគេកំពុងតែមកមានយ៉ាងខ្លាំងជាមួយនឹងអ្នកជំងឺហើយគេក៏បានចាំមើលតួស្រីរបស់យើងផងដែរមិនក៏មិនទាន់ឃើញនាងមកបាត់ឆ្នាំនេះចឹងណាលុះដល់រសៀលបន្តិចក៏តែមិនទាន់ឃើញនាងមកដដែលហើយឆ្នាំរបស់នាងនឹងត្រូវបានបុកទៅទុកចោលនៅលើតុតែអត់ទាន់ឃើញតួស្រីយើងមកយកសោះនោះពេលបាត់ឃើញនេះស៊ូយានឹងគេក៏បានផ្ញើឆ្នាំរបស់តួស្រីយើងទៅឲ្យនាងដល់ផ្ទះហើយប៉ារបស់នាងក៏បានយកវាមកឲ្យនាងផឹកក៏តែផឹកមកកាត់ព្រាមតួស្រីប៊ីទាំងគួរទៅហើយព្រោះខ្លះនៅរសជាតិវាពិតជាពិបាកលេបខ្លាំងណាស់យ៉ាងណាមិញម៉ែរបស់នាងគាត់ក៏បានឲ្យនាងផឹកអស់ដើម្បីឲ្យបានគេលក់ស្រួលកាត់ទៅមើលខាងស៊ូយាវិញពេលដែលគេមកដល់ផ្ទះគេក៏បានឆុងមីញ៉ាំតែគ្រានឹងខាងមន្ទីរពេទ្យនឹងក៏បានខលមកដើម្បីឲ្យស៊ូយានឹងប្រញាប់មកមន្ទីរពេទ្យឥឡូវនេះមិនយូរប៉ុន្មានស៊ូយាគេក៏បានមកដល់មន្ទីរពេទ្យធំហើយក៏ប្រញាប់ចូលទៅមើលអ្នកជំងឺយ៉ាងលឿនតែនេះកំពុងតែមានអ្នកជំងឺម្នាក់គាត់ដកដង្ហើមមិនចេញនោះទេព្រោះគាត់មានជំងឺសួតកម្រិតធ្ងន់ហើយគ្រូពេទ្យទាំងអស់នឹងមិនហ៊ានធ្វើអ្វីនោះឡើយគឺចាំឲ្យស៊ូយាមកពិនិត្យអីចឹងណាក្រោយពីស៊ូយាមើលរបាយការណ៍អ្នកជំងឺរួចហើយគេក៏បានពិនិត្យអ្នកជំងឺម្ដងទៀតតែឃើញថាសភាពរបស់គាត់ពិតជាមិនអាចទុកយូរបាននោះទេបើមិនអញ្ចឹងទេច្បាស់ជាស្លាប់ដោយសារតែដកដង្ហើមមិនចេញជាមិនខាននៅពេលឃើញអញ្ចឹងស៊ូយាគេក៏បានឲ្យក្រុមគ្រូពេទ្យយកឧបករណ៍នាំមកចូលមកឲ្យគេឥឡូវនេះដើម្បីគេប្រើវិធីបុរាណអីចឹងទៅតែយកមកដល់ហើយស៊ូយានឹងគេក៏បានយកមកចូលចាក់តាមដើមទ្រូងរបស់អ្នកជំងឺម្នាក់ហ្នឹងហើយគេក៏បានពិនិត្យជីបចរនៅលើខ្នងរបស់គាត់ហើយទៅយកកែវជប់ហ្នឹងមកជប់ចាប់ជីបចរនៅនឹងទៀតផងហើយនឹងដែរយើងក៏បានឃើញជាមកកាត់ជាច្រើនបានហូរចេញមកតាមកែវជប់ពេលបំផុតអ្នកជំងឺម្នាក់ហ្នឹងគាត់អាចដកដង្ហើមបានស្រួលជាងមុនហើយបានធូរជាងមុនអីចឹងទៅបន្ទាប់ពីជួយអ្នកជំងឺរួចហើយស៊ូយានឹងគេក៏បានត្រឡប់មកផ្ទះវិញហើយគេថែមទាំងយកកង្កែបកណ្ដាលរបស់តួស្រីយើងមកមើលទៀតផងចំណែកខាងតួស្រីយើងវិញនៅយប់នេះនាងគេមិនលក់ទៀតហើយទោះបីជានាងញ៉ាំឆ្នាំប៉ុណ្ណាក៏នៅតែគេមិនលក់ពួកក្បាលរបស់នាងពោពេញទៅនឹងមិត្តរបស់នាងរហូតលោកពេទ្យបន្តតួស្រីរបស់យើងនាងក៏បានចេញមករកអីញ៉ាំហើយមិត្តរបស់នាងនឹងក៏ថាសួរនាងពីរឿងគេតែនាងក៏តបវិញថាឆ្នាំដែលយកមកនោះវាគ្មានប្រសិទ្ធភាពទេនាង
ងចង់ទៅយកវាទៅបោះចោលអញ្ចឹងណាតែមិនស្មានថាពេលនោះសុយាគេបែរជានៅពីការខ្នងរបស់តួស្រីយើងទៅវិញគេថែមទាំងសួរតួស្រីរបស់យើងទៀតផងគេហៅធ្វើឲ្យតួស្រីរបស់យើងឡើងភ្ញាក់ផ្អើលហ្មងមិនតែប៉ុណ្ណោះអ្វីដែលនាងបាននិយាយបាញ់មិញហ្នឹងត្រូវគេស្ដាប់ឮអត់ទៅហើយគេក៏បានប្រាប់តួស្រីយើងថានាងញ៉ាំទៅតែបានមកកញ្ចប់ហ្នឹងអញ្ចឹងមិនដឹងប្រសិទ្ធភាពនោះនាងត្រូវតែព្យាយាមញ៉ាំឲ្យអស់ទៅឆាប់ជានៅពេលលើអញ្ចឹងតួស្រីក៏បានងក់ក្បាលហើយនាងក៏សុំលាសុយាតែម្ដងទៅលោកពេលតួស្រីចេញផុតសុយាគេក៏បានសួរអ្នកលក់ថាតើតួស្រីរបស់យើងថាសាមកទិញអីនៅទីនេះមែនទេអ្នកលក់ក៏ប្រាប់ថានាងរស់នៅក្នុងសង្កាត់នេះអញ្ចឹងនាងតែងតែមកទិញអាហារពេលព្រឹកនៅកន្លែងរបស់ខ្ញុំរហូតដល់សុយាស្ដាប់ហើយគេក៏មិនសួរអីទៀតដែរតែមើលខាងតួស្រីយើងវិញនៅពេលដែលនាងមកដល់ផ្ទះម៉ាតារបស់នាងក៏បានបង្ខំឲ្យនាងផឹកថ្នាំទោះបីជាអត់ចង់ក៏គ្មានចំណូលនោះដែរកាលមកតួស្រីរបស់យើងនាងក៏បានមកធ្វើការរបស់នាងដូចធម្មតាហើយរាល់ថ្ងៃនេះនាងធ្វើការជាបុគ្គលិកនៅក្នុងសន្តាគារមួយក្រោយពីចប់ការប្រជុំហើយនោះតួស្រីក៏បានត្រឡប់មកធ្វើការរបស់នាងវិញហើយនាងក៏យកទូរស័ព្ទរបស់នាងមកសាកថ្មទៅឃើញថាមិត្តរបស់នាងពីបានខំមកតែនាងអត់ដឹងអីចឹងណាហើយនាងក៏ថាប្រាប់គេតាមដឹងមិនតែប៉ុណ្ណោះតួស្រីរបស់យើងក៏បានអង្គុយមើលឆាកចាស់ៗដែលនាងបានផ្ញើទៅមិត្តរបស់នាងគឺកន្លងមកគេអត់សូវយកចិត្តទុកដាក់នឹងតបនាងនោះទេគេច្រើនសម្បូរតែឆាករបស់នាងតែប៉ុណ្ណោះលោកម៉ោងសម្រាប់តួស្រីនិងក្រុមការងារនោះក៏បានមកខ្ញុំមកអង្គុយនិយាយគ្នាលេងតែពេលហ្នឹងនាងក៏យកឆ្នាំមកផើប៉ុន្តែលេខវាមិនចូលសោះតែឃើញបែបនេះមិត្តរបស់នាងក៏យកតែទៅដាក់កូនមកនាងផើតែតួស្រីរបស់យើងនាងមិនហ៊ានផឹកទេព្រោះសុយាគេអត់ឲ្យផឹកផងយ៉ាងណាមិញមិត្តរបស់នាងក៏ប្រាប់ថាអីទេវាគ្រាន់តែជាតែទៅដាក់កូនតែមិនចឹងហីតួស្រីលើអញ្ចឹងនាងក៏បានយកព្រមផឹកតែម្ដងទៅមិនតែប៉ុណ្ណោះតួស្រីរបស់យើងនាងថែមទាំងប្រាប់មិត្តរបស់នាងពីមុខរបស់សុយាទៀតផងដែលថាមុខរបស់គេសង្ហាខ្លាំងហ៎សូម្បីតែរយឃើញហ្នឹងក៏ចង់លងស្នេហ៍ដែរមកមិនជឿទេស្អែកនេះនាងទៅប៉ុណ្ណាទៀតហើយអញ្ចឹងនាងក៏បបួលមិត្តរបស់នាងហ្នឹងទៅមើលមុខរបស់សុយាអីចឹងទៅលោកស្អែកបន្ទាប់តួស្រីរបស់យើងនិងមិត្តរបស់នាងក៏បានតែងខ្លួនយ៉ាងស្អាតដើម្បីមកមើលមុខរបស់សុយាតែមិនស្មានថាថ្ងៃនេះបែរជាជួបគ្រូពេទ្យតំណាក់ទៅវិញហើយគាត់គឺជាលោកតារបស់សុយានឹងឯងគេហៅធ្វើឲ្យឆ្ងាញ់យ៉ាដៃជាមួយរបស់តួស្រីយើងនាងពិតជាខកចិត្តយ៉ាងខ្លាំងខំថាបានជួបព្រះសង្ហាតែបែរជាជួបព្រះចាស់ទៅវិញនៅពេលហ្នឹងដែរតួស្រីរបស់យើងនាងក៏បានសួរទៅកាន់លោកគ្រូពេទ្យថ្មីថាតើលោកគ្រូម្នាក់ទៀតគាត់អត់មកធ្វើការទេលោកគ្រូពេទ្យក៏ប្រាប់ថាថ្ងៃនេះគេអត់បានមកនោះទេព្រោះគេជាប់រវល់ហើយខ្ញុំនៅទីនេះដើម្បីជំនួសគេតួស្រីលើអញ្ចឹងនាងក៏បំរុងនឹងសុំលាទៅវិញតែលោកគ្រូពេទ្យក៏សួរថាយ៉ាងម៉េចតើខ្ញុំគ្មានសមត្ថភាពដូចគេទេតួស្រីលើអញ្ចឹងនាងក៏មិនហ៊ាននិយាយអ្វីនោះដែរហើយនាងក៏យកព្រមឲ្យគាត់ពិនិត្យតែម្ដងទៅលោកពេលពិនិត្យចប់អ្នកទាំងពីរក៏បានមកបាត់ឆ្នាំតែឆ្ងាញ់យ៉ានាងមិនបាត់នោះទេព្រោះតែនាងមកទីនេះគឺដើម្បីតែមកមើលប្រុសស្អាតនាងអត់មានបានជឿអីណានិយាយដូចនាងក៏បានដើរទៅមុនហ្មងទៅបន្ទាប់មកពួកគេទាំងពីរក៏បាននាំខ្ញុំមកអង្គុយលេងនៅកន្លែងមួយហើយឆ្ងាញ់យ៉ានាងក៏សួរតួស្រីរបស់យើងពីមិត្តរបស់នាងតើរាល់ថ្ងៃតំណែងមកយ៉ាងតួស្រីក៏ប្រាប់ថារាល់ថ្ងៃនេះក៏អត់សូវខ្វល់ពីខ្ញុំនោះទេសូម្បីតែវិឆាហ្នឹងក៏គាត់តែឆាតមកខ្ញុំនោះដែរមកទៅពួកយើងទាំងពីរកាន់តែឆ្ងាយពីគ្នាខ្លាំងណាស់ក្រោយពីនិយាយគ្នារួចហើយអ្នកទាំងពីរក៏បានត្រឡប់ទៅវិញតែពេលហ្នឹងតួស្រីរបស់យើងនាងក៏បានឃើញបុគ្គលិកកំពុងតែប្រមូលផ្កាលីលីយកទៅបោះចោលនាងក៏សុំយកផ្កាហ្នឹងពីបុគ្គលិកតែម្ដងទៅក្រោយមកទៀតតួស្រីរបស់យើងនាងក៏បានដើរកាន់ផ្កាត្រឡប់ទៅផ្ទះអមជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៅតាមដងផ្លូវទៀតនោះក៏ជាធ្វើឲ្យតួស្រីរបស់យើងរីករាយខ្លាំងមែនទែនជាមួយគ្នានឹងដែរនាងក៏ក្រេកទៅឃើញសុយានឹងកំពុងតែជិះស្គីនៅតាមដងផ្លូវគេហៅធ្វើឲ្យនាងក៏ជាស្អាតយ៉ាងខ្លាំងមិនស្មានថាគេរស់នៅក្នុងសង្កាត់ជាមួយនាងសោះតែពេលហ្នឹងដែរតួស្រីរបស់យើងនាងក៏បានចូលស្កាត់សុយាធ្វើឲ្យគេនឹងក៏លោតចេញពីម៉ាស៊ីនស្គីរបស់គេតែម្ដងហើយគេក៏ភ្ញាក់ផ្អើលដូចគ្នានៅពេលដែលឃើញតួស្រីរបស់យើងឈរពីមុខបែបនេះតួស្រីបានសួរទៅកាន់សុយាថាតើលោកគ្រូពេទ្យនៅម្ដងនេះមែនទេសុយាក៏ប្រាប់ថាខ្ញុំទៅមករស់នៅទីនេះព្រោះវានៅជិតគ្លីនិកចឹងតួស្រីលើអញ្ចឹងនាងក៏ប្រាប់ថានាងទៅមកពីមន្ទីរពេទ្យហើយក៏បានជួបគ្រូពេទ្យផ្សេងអញ្ចឹងទៅពេលហ្នឹងសុយាគេក៏ទាញទូរស័ព្ទរបស់គេបំរុងនឹងសុំលេខរបស់តួស្រីយើងតែមិនទាន់បាននិយាយអីផងតួស្រីក៏ប្រាប់ថាទឹកក្រោយខ្ញុំត្រូវបានណាត់ម្ដងទៀតអញ្ចឹងលោកកុំបាក់ខ្លួនទៀតឲ្យសោះណានិយាយរួចនាងក៏សុំលេខសុយាតែម្ដងទៅគេហៅធ្វើឲ្យសុយាបដិសេធយ៉ាងខ្លាំងលោកថ្ងៃចុងសប្តាហ៍សុយាគេក៏បានទិញនំចំណីយកទៅលេងលោកតារបស់គេណែផ្ទះហើយឃើញថាផ្ទះចាស់របស់សុយាហ្នឹងគឺជាផ្ទះបុរាណទៀតផងកាលមកគ្រួសារទាំងអស់ហ្នឹងក៏បានញ៉ាំបាយជុំគ្នានិយាយគ្នាលេងពីជំនួសអីចឹងទៅបន្ទាប់ពីញ៉ាំរួចហើយសុយាហ្នឹងគេក៏បានបោះសម្អាតផ្ទះនិងអុជធូបដល់សាកល្លឹងរបស់ម៉ាក់គេផងដែរក្រោយពីអុជរួចហើយសុយាគេក៏បានមកនិយាយលេងជាមួយលោកតារបស់គេហើយគាត់ក៏ប្រាប់គេថាកាលពីម្សិលមិញខ្ញុំបានទៅឃើញនៅជំនួសឯងហើយមានក្មេងស្រីពីរនាក់ពួកនាងបានមកពីអ្នកជំងឺតែពេលដែលពួកនាងឃើញខ្ញុំពួកនាងដូចជាស្ងាត់ចិត្តបន្តិចសុយាលើអញ្ចឹងគេក៏បានដឹងថាជាកណាហើយគេក៏សួរលោកតាគេថាតើសុខភាពរបស់នាងមិនហើយលោកតាក៏ប្រាប់ថានាងមិនអីនោះទេមកទៅសាច់ឈាមរបស់នាងដូចជាកាសស្កាយជាងមុនតែក្រោយបាយណាត់អ្នកជំងឺឯងត្រូវតែជួបពួកគេដើម្បីកុំឲ្យអ្នកជំងឺមានអារម្មណ៍អន់អយចឹងណាតែសុយាហ្នឹងគេក៏ប្រាប់ថាខ្ញុំគ្មានលេខរបស់នាងនោះទេចឹងខំប្រាប់នាងតាមណាទៅលោកតាក៏ប្រាប់ថាបើជួបនាងម្ដងទៀតឯងសុំលេខរបស់នាងទៅតែគាត់ថានាងជាមនុស្សគាត់ស្រឡាញ់ខ្លាំងណាស់មានចរិតសោតបោជាណៃតនសម័យទៀតហងគ្រាន់តែតាជួបនាងគ្នាតាដូចជាពេញចិត្តនាងមែនតើនាងនឹងឯងខុសគ្នា4ឆ្នាំមើលតាអាយុរបស់ពួកឯងសាំគ្នាខ្លាំងណាស់គ្រាន់តែលើលោកតានិយាយចង់ស្ទាមសុយាគេក៏បានលុបញញឹមតែម្ដងហើយគេក៏ដូចជាមានចិត្តចាប់អារម្មណ៍លើតួស្រីរបស់យើងតាំងពីជួបដំបូងដូចតែគ្នាហ្នឹងកាលមកតែរបស់យើងក៏បានឆ្លះនៅតាមនេះចឹងកុំភ្លេចរងចាំទស្សនាជាមួយអេដមីននៅពេលក្រោយជាបន្តទៀតណាសូមអរគុណសូមជម្រាបលាសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ការមកកាន់នៅ Channel ថ្មីរបស់ Admin នៅថ្ងៃនេះ Admin ក៏មានខ្សែភាពយន្តថ្មីមួយរឿងទៀតហើយដើម្បីយកមកសម្ដែងដែលខ្សែភាពយន្តមួយនេះក៏មានចំណងជើងថា The Blessing ដែលចង់និយាយពីតំណែងស្នេហាដ៏ romantic រវាងលោកគ្រូពេទ្យសង្ហាជាមួយនឹងនារីដែលជាបុគ្គលិកសង្ហាគារម្នាក់ហើយពួកគេទាំងពីរបានស្គាល់គ្នាដោយសារតែតួស្រីរបស់យើងនឹងបានទៅពិនិត្យមើលជំងឺគេងមិនលក់របស់នាងពីដំបូងឡើយធម្មតាជាអ្នកជំងឺនិងគ្រូពេទ្យតែប៉ុណ្ណោះប៉ុន្តែពេលវេលាយូរទៅក៏ខ្លាយជាស្នេហាតែម្ដងចង់ដឹងថាតើមុនស្នេហ៍បងពេទ្យតាក់ទាញយ៉ាងណានោះតើទៅទស្សនាជាមួយ Admin ទាំងអស់គ្នាចាប់ផ្ដើមនៃសាច់រឿងដំបូងក៏បានបង្ហាញឲ្យឃើញពីតួស្រីរបស់យើងតែម្ដងជាង